រឿងក្តីស្រមៃក្រោមមួកផ្ការបស់ស្រីនីពន្លឺព្រះអាទិត្យនាពេលរសៀលបានចាំងជះមកលើជញ្ជាំងព្រះបរមរាជវាំងបង្កើតបានជាទិដ្ឋភាពដ៏ត្រកាលនៅចិញ្ចើមផ្លូវដែលពោរពេញទៅដោយភាពអ៊ូអរស្រីនីដែលជាក្មេងស្រីមានវ័យ20ឆ្នាំម្នាក់កំពុងឈរត្រឹងភ្នែកទាំងគូរបស់នាងសម្លឹងទៅត្រង់មិនដាក់ភ្នែកនៅលើក្បាលរបស់នាងគឺល្អីដែលផ្ទុកទៅដោយដង្កៀបសក់ខ្សែចងសក់និងគ្រឿងលម្អចម្រុះពណ៌វាជាហាងចល័តដែលនាងត្រូវរែកពុនដែលកាត់ខ្យល់កាត់ភ្លៀងកាត់ក្តៅតាំងពីព្រឹកទល់ព្រលប់ដើម្បីបដូរយកប្រាក់កម្រៃបន្តិចបន្តួចមកចិញ្ចឹមក្រពះនិងផ្ញើទៅឲ្យប្អូនៗនៅឯស្រុកនៅពីមុខនាងមិនឆ្ងាយប៉ុន្មានគឺក្រុមយុវជនមួយក្រុមក្នុងឈុតអាវក្រងបញ្ចប់ការសិក្សាពណ៌ខៀវស្រងាត់សំលេងសើចសប្បាយការថតរូបទុកជាអនុស្សាវរីយ៍និងទឹកមុខដ៏មានមោទនភាពរបស់ពួកគេបានធ្វើឲ្យបេះដូងរបស់ស្រីនីញ័ររន្ធត់ក្នុងចិត្តនាងលួចគិតថាបើកាលនោះគ្រួសារខ្ញុំមិនជួបទុក្ខលំបាកបើកាលនោះខ្ញុំមានឱកាសបានបន្តការរៀនសូត្រតើថ្ងៃនេះខ្ញុំអាចមានវាសនាស្លៀកឈុតអាវក្រងដោយពួកគេដែរទេសម្រាប់អ្នកដទៃអាវក្រងជានិមិត្តរូបនៃជោគជ័យនិងអនាគតដ៏ភ្លឺស្វាងប៉ុន្តែសម្រាប់ស្រីនីវាคล้ายជាក្តីស្រមៃដែលមិនអាចប៉ះបាននាងមិនបានច្រណែននឹងវាសនារបស់អ្នកទាំងនោះទេនាងគ្រាន់តែមានអារម្មណ៍ស្ដាយក្រោយចំពោះឱកាសដែលនាងមិនដែលទទួលបានស្រីនីដកដង្ហើមធំរួចលើកដៃសម្រួលល្អីលើក្បាលឲ្យមានលំនឹងឡើងវិញនាងដឹងច្បាស់ថាទោះបីជានាងគ្មានឱកាសបានកាន់សញ្ញាបត្រប៉ុន្តែនាងមានភារកិច្ចដ៏ធំមួយគឺការតស៊ូដើម្បីជីវិតនាងចាប់ផ្ដើមបោះជំហានទៅមុខយឺតចាក់ចេញពីទិដ្ឋភាពដ៏សប្បាយរីករាយនោះឆ្ពោះទៅរកផ្លូវដែលនៅវែងឆ្ងាយទៀតតម្លៃអប់រំរឿងការសិក្សាគឺជាពន្លឺប៉ុន្តែសម្រាប់មនុស្សមួយចំនួនក្រពះដែលឃ្លានគឺភារកិច្ចគ្រួសារគឺជាបន្ទុកដែលបង្ខំឲ្យពួកគេត្រូវបោះបង់ចោលពន្លឺនោះដើម្បីក្លាយជាអ្នករែកពុនវាសនាដោយខ្លួនឯង